បាទជាសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកចូលរួមកម្មវិធីដើរទេសចរមួយដែលនៅក្នុងខេត្តសៀមរាបបាទអញ្ចឹងគោលបំណងនៃការដើរនៅក្នុងខេត្តសៀមរាបនៅក្នុងថ្ងៃនេះគឺជាការផ្សព្វផ្សាយផ្នែកទេសចរមួយដែលសំខាន់មែនទែនដែលតំបន់នេះគឺនៅក្នុងតំបន់សៀមរាបដែលកំពុងតែឆ្លុះបញ្ចាំងអំពីវប្បធម៌បុរាណខ្មែរយើងហើយពិសេសដែលខ្ញុំចង់បង្ហាញខ្លាំងជាងគេបំផុតនោះគឺតំបន់នៅព្រះដាក់នេះគឺជាទីផ្សារផលិតផលខ្មែរដ៏ច្រើនមុខមែនទែនដែលគាត់បានផលិតជាពិសេសភាគច្រើនគឺគាត់ផលិតដោយដៃមិនថានំណែកទាំងអស់ហ្នឹងទេឬក៏ឧបករណ៍មួយចំនួនដែលបងប្អូនដែលអាចមកកន្លែងនេះទស្សនៈឃើញនៅទីនេះគឺភាគច្រើនមែនទែនគឺជាឧបករណ៍ដែលផលិតដោយដៃនំណែកទាំងអស់ដែលផលិតដោយដៃហ្នឹងគឺសំខាន់មែនទែនបាទអញ្ចឹងយើងចង់បង្ហាញថានៅតំបន់នេះគឺជាតំបន់ទេសចរបែបវត្ថុបុរាណអស់ដែលគាត់បានផលិតនេះគឺស្នាដៃហើយគឺជាការស្រូបយកនៅកម្លាំងពលកម្មច្រើនមែនទែនតែក្នុងមួយកន្លែងដែលខ្ញុំបានចូលទៅហ្នឹងយើងឃើញថារាប់រយនាក់នៅក្នុងមួយកន្លែងដែលគាត់កំពុងតែធ្វើហ្នឹងអញ្ចឹងកម្មវិធីទេសចរសម្រាប់ថ្ងៃនេះគឺខ្ញុំចង់ឲ្យពុកម៉ែបងប្អូនអស់ពេលមកលេងសៀមរាបសូមកុំភ្លេចនៅកន្លែងពាក់ដាក់ហ្នឹងតែមានផលិតផលជាច្រើនឬក៏បងប្អូនដែលមានគំនិតចង់រកស៊ីយកផលិតផលទាំងអស់ហ្នឹងទៅលក់បន្តអីបងប្អូនអាចមកកន្លែងនេះបានហើយពីក្រោយនៃរឿងដើរដើម្បីទេសចរហ្នឹងដែលសំខាន់មែនទែនហ្នឹងគឺពាក់ព័ន្ធជាមួយនឹងសុខភាពតែម្ដងព្រោះមិនថាអ្នកមានមិនថាអ្នកក្រមិនថាអ្នកជោគជ័យឬក៏បរាជ័យអីឬថាកសិករកម្រិតណាក៏ដោយគឺរឿងសុខភាពហ្នឹងគឺសំខាន់មែនទែនបាទអញ្ចឹងគោពីក្រោយនៃរឿងផ្សព្វផ្សាយនៃទេសចរនោះគឺបដោតធំមួយទៀតហ្នឹងគឺរឿងសុខភាពហ្នឹងហើយបាទអញ្ចឹងមានទ្រឹស្ដីដែលគេបានលើកឡើងថាបើសិនជាយើងបានដើរក្នុងមួយថ្ងៃបាន7000ជំហានទៅ10000ជំហាននេះអ្នកដែលដើរបានអញ្ចឹងក្នុងមួយសប្តាហ៍ឲ្យបាន5ដងហ្នឹង5ថ្ងៃហ្នឹងឃើញថាសុខភាពល្អបំផុតហើយជាអាចកំបាំងដែលយើងអាចងាយយើងអាចធ្វើបានទាំងអស់គ្នាក៏ប៉ុន្តែអ្វីដែលភាគច្រើនអ្នកជោគជ័យអ្នកបរាជ័យទាំងអស់ហ្នឹងគាត់អត់សូវបានគិតទៅដល់សុខភាពទាំងអស់ហ្នឹងហើយសុខភាពខ្លះទៀតគាត់តតែមានឧបករណ៍នេះឧបករណ៍នោះដើម្បីមកធ្វើប៉ុន្តែរឿងងាយបំផុតគឺការដើរជាប្រចាំដែល7000ជំហានទៅ10000ជំហាននេះគឺជាអាចកំបាំងដ៏ល្អមែនទែនសម្រាប់នេះខ្ញុំក៏ចង់យកមកចែកម្លែកដល់ពុកម៉ែបងប្អូនដែលដូចខ្ញុំបានជំរាបហ្នឹងអ្នកមានក៏ដោយអ្នកក្រក៏ដោយអ្នកកសិករក៏ដោយអ្នកសទ្ធិរបៀបមិនក៏ដោយក៏រឿងសុខភាពរឿងដែលសំខាន់មែនទែនបាទហើយខ្ញុំក៏បានមានការអនុវត្តជាប្រចាំដែរប៉ុន្តែពីដើមឡើយយើងអត់ដឹងថាដើរប្រមាណជាហ៊ានទេប៉ុន្តែថ្ងៃនេះយើងដឹងថាយើងដើរប៉ុណ្ណឹងជាហ៊ានហើយពិតជាសប្បាយចិត្តហើយរីករាយមែនទែនខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលរួមទាំងអស់គ្នាដើម្បីមកផ្សព្វផ្សាយរឿងតិចតួចប៉ុន្តែខ្ញុំគិតថាពួកយើងអាចបានធ្វើទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺយើងបានមកចូលរួមក្នុងកម្មវិធីការដើរ7គីឡូជុំវិញអង្គរវត្តនេះគោលបំណងគឺកម្មវិធីផ្សព្វផ្សាយយ៉ាងទេប៉ុន្តែអ្វីដែលខ្ញុំមកឃើញមួយទៀតដែលគេលើកឡើងហ្នឹងគឺពាក់ព័ន្ធជាមួយការដើរអាហ្នឹងគឺជាចំណុចសំខាន់បាទអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនកុំភ្លេចហាត់ប្រាណគិតពីសុខភាពជាចម្បងបាទសូមអរគុណ